រឿងបុរសម្នាក់ស្រឡាញ់ប្រពន្ធគេមាននិទានមួយដំណាលថាបុរសម្នាក់មានប្រពន្ធក្រមុំរូបឆោមល្អមានបុរសម្នាក់ស្រឡាញ់ប្រពន្ធបុរសនោះតែងមកចាំខ្លំមើលនៅកំពង់ទឹកតែសព្វថ្ងៃនាងនោះយល់បុរសនោះចេះតែតាមខ្លំមើលរូបតែងូតទឹកពុំបានដូច្នេះក៏និយាយថាចៅអើយម្ដេចមកចាំនៅទីនេះរកតែអញងូតទឹកពុំបានចៅនោះថាត្បិតអញស្រឡាញ់នាងទើបអញមកចាំនាងនៅទីនេះនាងនោះថាអញមានប្តីហើយកុំចៅមកចាំអញធ្វើអីចូលទៅផ្ទះវិញទៅអញនឹងងូតទឹកចៅនោះថាអញស្រឡាញ់នាងពេកនឹងដើរចេញពុំបានឡើយលុះតែនាងដោយអញទើបអញដើរចេញពីទីនោះបើនាងពុំដោយអញពុំដើរចេញពីទីនេះឡើយអញចាំនាងត្រាតែបាននាងនោះគិតក្នុងចិត្តថាអញនឹងធ្វើដូចម្ដេចបើដូច្នេះអញដោយគាត់ទៅចុះហើយនាងនោះក៏បានដោយចៅនោះទៅលុះបានជាស្មន់នឹងគ្នាហើយនាងនោះថាចៅអើយណាស់ហើយទៅលំនៅវិញចុះចៅនេះថានាងអើយកាលពុំតាន់បានខ្លួននាងម្ដេចអញពុំទៅចំណង់បើឥឡូវនេះអញបាននាងជាស្មន់ហើយរកពីណាអញពុំទៅឡើយមេនោះថាកាលចៅពុំតាន់បានអញជាស្មន់នោះចៅដើរចេញពុំបានឥឡូវនេះអញដោយចៅហើយតើចៅនោះចាំអញធ្វើអីទៀតចៅនោះថាអញយកនាងជាភរិយាឲ្យបានកុំនាងមន្ទិលសង្ស័យឡើយនាងនោះថាអញមានប្តីហើយអញខ្លាចប្តីអញណាស់ចៅនោះថានាងខ្លាចប្តីនាងនោះឯងនឹងអញនឹករកកលឲ្យប្តីនាងដឹងថានាងកុំខ្លាចឡើយទើបញ៉ៅនោះដើរចេញទៅឃើញខ្មោចស្រីមួយគេចោលក្នុងព្រៃលុះដល់យប់ចៅនោះយកខ្មោចនោះមកទុកមួយអន្លើនៅជិតផ្ទះនោះលុះប្តីដេកលក់ទៅចៅនោះយកខ្មោចនោះដេកខាងប្តីមេនោះហើយនាំប្រពន្ធចៅនោះចុះអំពីផ្ទះស្រឡះចេញទើបជួបភ្លើងដុតផ្ទះចៅនោះប្តីដឹងក៏ក្រោកឡើងដាស់ខ្មោចដោយស្មានជាប្រពន្ធណែក្រោកឡើងភ្លើងឆេះផ្ទះម្ដេចក៏ដេកធ្វើព្រងើយចៅប្តីនោះភើចដៃខ្មោចឡើងខ្មោចនោះរឹតរឹងស្ដោកនៅកន្ទេលលុះភ្លើងឆេះក្តៅនឹងនៅពុំបានចៅនោះលោតចុះពីលើផ្ទះឈរត្រហោយំអោប្រពន្ធអញអើយម្លេះហើយភ្លើងរោលស្លាប់ហោងអោអ្នកស្រុកអើយជួយអញតិចរាដោយចៅនោះជឿស្មោះថាជាប្រពន្ធឯងបានជាយំសោកក្រៃពេកលុះព្រឹកឡើងបុរសនោះទៅរកមនុស្សដាក់ខ្មោចនោះហើយបុរសនោះរត់ខ្ចីប្រាក់គេលើខ្មោចរួចហើយទើបចៅនោះរំដាប់រទេះក្របីគោចេញទៅជួញបានប្រាក់មកសងគេខ្លះនៅឡើយលុះបុរសនោះទៅជួញឯស្រុកដទៃបានជួបនឹងប្រពន្ធនោះឯងហើយនិយាយថានាងនោះជាប្រពន្ធអញម្ដេចចៅនាំពង្រត់ប្រពន្ធអញមកបុរសនោះស្មាន
បរោះស្មន់នោះថាម្ដេចចៅមកចំហៅអញថាអញនាំពង្រត់ប្រពន្ធឯងមកក្រែងប្រពន្ធឯងភ្លើងឆេះទៅហើយឬម្លេះចៅទាំងពីរដណ្ដើមគ្នានាំគ្នាទៅដល់ចៅក្រមពិចារណាពុំបានទើបនាំសេចក្តីនោះឡើងក្រាបបង្គំទូលព្រះមហាក្សត្រដោយដំណើរទីតីចៅមួយទូលថាចៅនេះចំហៅប្រពន្ធខ្ញុំព្រះបាទអង្គម្ចាស់ថាជាប្រពន្ធគាត់ភ្លើងឆេះទៅហើយឯបរោះជាប្តីទូលថាស្រីដែលភ្លើងឆេះនោះមិនមែនជាប្រពន្ធខ្ញុំព្រះបាទអង្គម្ចាស់ទេនាងនេះទេទើបជាប្រពន្ធខ្ញុំព្រះបាទអង្គម្ចាស់សូមព្រះអង្គទ្រង់ពិចារណាព្រះមហាក្សត្រទ្រង់ពិចារណាសេចក្តីនេះកម្រអ្នកឯណារកបានលុះតែរកដោយកលប្រាជ្ញាទៅបានឃើញក៏ឲ្យអាមាត្យម្នាក់ចូលក្នុងស្គរចាំស្ដាប់សម្ដីស្រីនិងប្រុសនោះឲ្យប្តីនិងប្រពន្ធនោះសែងស្គរទៅលុះសែងស្គរទៅមេនោះអត់ថាអ្វីឡើយរួចឲ្យបរោះស្មន់និងមេនោះសែងស្គរវិញទើបមេនោះថាបើអញនៅនឹងប្តីអញមិនពិបាកដូច្នេះទេបរោះស្មន់នោះថាកុំនិយាយខ្លាចគេឮមេនោះថាអញមិននិយាយឯណាបានអញខ្លាចអ្វីបើធ្ងន់ស្ទើរតែបាក់ស្មាដូច្នេះចៅឯងបារម្ភអ្វីចៅទៅនឹងសែងតែម្ដងឯអញពីរដងហើយធ្ងន់ស្ទើរនឹងស្លាប់អាមាត្យនៅក្នុងស្គរឮពាក្យមេនោះនិយាយដូច្នេះក៏កត់ត្រាតាមពាក្យនោះលុះសែងបានដល់កំណត់ហើយចូលមកគេយកអាមាត្យនោះចេញពីក្នុងស្គរហើយអាមាត្យយកតម្រានោះមកសូត្រថ្វាយព្រះមហាក្សត្រទៅព្រះអង្គម្ចាស់បង្កប់ឲ្យប្តីឈ្នះហើយទ្រង់ឲ្យលក់អាប្រុសនិងមេស្រីនោះដាច់សុរិលព្រះមហាក្សត្រទ្រង់កាត់សេចក្តីនេះបានដោយប្រាជ្ញាទិព្វពិសេសហើយ